ឆ្លើយទៅខមមិនបងស្រីគាត់ឆ្ងល់ថាហេតុអីពេលគាត់ងើបពីគេងមកគាត់វិលមកឃើញថាធានបទហ្នឹងគឺល្អហើយក៏ចង់យកមកចែកម្លែកបងឲ្យបានដឹងទាំងអស់គ្នាចាការគេងបានគ្រប់គ្រាន់គឺជារឿងមួយដែលល្អតែបើសិនជាបងប្អូនគេងអត់បានគ្រប់គ្រាន់ណាគឺក៏ជាបញ្ហាមួយដែលបងងើបឡើងមកមានអារម្មណ៍ថាធេងធំវិលមុខដែរក្នុងការគេងក្នុងមួយថ្ងៃចន្លោះយ៉ាងតិចក៏បាន6ម៉ោងទៅ7ម៉ោងដែរបងប្អូនអញ្ចឹងយើងព្យាយាមគេងឲ្យបានគ្រប់គ្រាន់គេងឲ្យបានពីព្រលប់ន័យថាត្រឹមម៉ោង9ឬម៉ោង10អានឹងជារឿងមួយដែលល្អហើយអ្នកខ្លះគាត់ញ៉ាំថ្នាំជាប្រចាំដូចជាថ្នាំស្រាឬក៏ថ្នាំងាប់អារម្មណ៍ឬក៏ថ្នាំទឹកនោមផ្អែមឬក៏ថ្នាំផ្សេងទៀតហ្នឹងក៏ជាបញ្ហាមួយដែលធ្វើឲ្យបងប្អូនគេងើបឡើងមកអារម្មណ៍មានបញ្ហាវិលមុខនឹងដែរដោយសារថ្នាំហ្នឹងគឺវាអាចប៉ះពាល់ទៅដល់សម្ពាធឈាមធ្វើឲ្យបងប្អូនងើបឡើងមកងើបភ្លាមអានេះភ្ញាក់ភ្លាមងើបភ្លាមអញ្ចឹងវាធ្វើឲ្យបងប្អូនអាចងាយនឹងវិលមុខដូចគ្នាអ្នកខ្លះក៏មានចំណុចមួយទៀតគឺបងប្អូនដែលមានជំងឺបេះដូងមិនថាត្បៀតមិនថាជំងឺពាក់ព័ន្ធនឹងសរសៃឈាមបេះដូងគឺបងប្អូនតែងតែជួបបញ្ហាហ្នឹងដូចជាងើបឡើងមកអត់សូវមានកម្លាំងហើយពេលស្ទុះងើបភ្លាមគឺមានអារម្មណ៍ថាវិលភ្លាមលុះត្រាតែពេលបងប្អូនងើបឡើងមកកុំទាន់ស្ទុះងើបភ្លាមបងប្អូនអាចធ្វើជាលំហាត់ប្រាណ5នាទីទៅ10នាទីសិនដើម្បីជួយសម្ពាធឈាមបងប្អូនឲ្យដើរស្រួលសិនចាំបងប្អូនងើបតាមធម្មតាមកវិញអាការៈមួយទៀតហ្នឹងគេហៅគេងបាត់ដង្ហើមគេបាត់ដង្ហើមហ្នឹងមិនមែនយើងអត់ដកដង្ហើមបានន័យថាដង្ហើមរបស់យើងខ្លីដកអត់បានគ្រប់គ្រាន់សម្រាប់ទៅឲ្យបេះដូងរបស់យើងបញ្ជូនអុកស៊ីសែនទៅខួរក្បាលគ្រប់គ្រាន់បានន័យថាការសប់បេះដូងរបស់យើងគឺដង្ហើមរបស់យើងខ្លីអញ្ចឹងក៏អាចជាសញ្ញាមួយដែលធ្វើឲ្យបងប្អូនងើបឡើងមកវិលមុខដូចគ្នាមួយទៀតហ្នឹងគឺអ្នកដែលគាត់មានជំងឺទឹកនោមផ្អែមឬក៏លើសជាតិស្ករបងប្អូនដឹងហើយថាអ្នកដែលមានជំងឺទឹកនោមផ្អែមមិនថាកម្រិត1ឬកម្រិត2គឺកម្រិតជាតិស្ករក្នុងឈាមរបស់គាត់គឺឡើងចុះលឿនមែនតើអញ្ចឹងនៅពេលដែលគាត់មានកម្រិតជាតិស្ករមួយរៀងធ្លាក់បន្តិចគឺគាត់ចាប់ផ្ដើមមានសញ្ញាវិលនឹងតែម្ដងអញ្ចឹងបងប្អូនដែលមានជំងឺទឹកនោមផ្អែមគួរតែប្រុងប្រយ័ត្ននៅពេលដែលគួរតែមានស្ករគ្រាប់ឬក៏របស់ផ្អែមអីនៅចិត្តខ្លួននៅពេលដែលចុះភ្លាមគឺបងប្អូនអាចញ៉ាំឬញ៉ាំស្ករមួយគ្រាប់ឬក៏ព្យាយាមរកអ្នកដែលនៅចិត្តខ្លួននឹងសម្រាប់ជួយបងប្អូនចាឬក៏ឆាប់ទៅពិភាក្សាជាមួយលោកគ្រូពេទ្យជំនាញហើយចំណុចមួយទៀតហ្នឹងការខ្សោះជាតិទឹកបងប្អូនដឹងហើយថានៅពេលដែលយប់ឡើងយើងជួនកាលងើបបាត់ជើងច្រើនហ្នឹងគឺងាយធ្វើឲ្យបងប្អូនខ្សោះជាតិទឹកអញ្ចឹងបើសិនជាពេលថ្ងៃបងប្អូនញ៉ាំទឹកបានគ្រប់គ្រាន់តែពេលយប់បើសិនជាបងប្អូនគេនៅក្នុងស្ថានភាពមួយក្តៅឬក៏ត្រជាក់គឺងាយរាងកាយរបស់យើងបាត់បង់ជាតិទឹកអញ្ចឹងបើសិនជាបងប្អូនអ្នកដែលខ្សោះជាតិទឹកហ្នឹងក៏អាចងើបឡើងមកវិលដែរដែលគេព្យាយាមឲ្យយើងពេលភ្ញាក់ពីគេងមកធ្វើលំហាត់ប្រាណញ៉ាំទឹកឲ្យបានមួយកែវធំនេះជាចំណុចមួយដែលល្អបងប្អូនត្រូវតែញ៉ាំទឹកបន្ទាប់ពីភ្ញាក់ពីគេងតែម្ដងមិនថាទឹកក្តៅអ៊ុនឬក៏ទឹកធម្មតាទេគឺព្យាយាមញ៉ាំឲ្យច្រើនដើម្បីបង្គ្រប់ជាតិទឹកមកវិញជួយកាត់បន្ថយការងើបឡើងវិលមុខនឹងបានដែរចាចុងក្រោយគេហ្នឹងគឺសម្ពាធឈាមថយចុះបងប្អូនដឹងហើយថាបញ្ហាសម្ពាធឈាមហ្នឹងគឺជួបច្រើនមែនតើជាពិសេសបងដែលគាត់ជាអ្នកធ្វើការងារច្រើនពេញមួយថ្ងៃហត់នឿយ stress ការងារធ្ងន់អត់សូវមានពេលសម្រាកហើយមួយទៀតគេងអត់គ្រប់គ្រាន់ណាក៏ប៉ះពាល់ដល់សម្ពាធឈាមដែរបងប្អូនដឹងហើយការគេងគឺយើងមានការគេងផ្កាប់គេងផ្ងាគេងផ្អៀងចាគេងជាមួយខ្នើយខ្ពស់ឬទាបសិតតែប៉ះពាល់មកសម្ពាធឈាមយើងទាំងអស់បងប្អូនដឹងពេលដែលយើងគេងផ្ងាគឺសម្ពាធឈាមរបស់យើងគឺចាប់ផ្ដើមដើរធ្លាក់មកសួយរត់កាត់តាមពោះចុះមកដល់ចុងជើងនៅពេលដែលបងប្អូនព្យាយាមភ្ញាក់ដឹងខ្លួនភ្លាមហើយយើងងើបភ្លាមគឺចរន្តឈាមរបស់យើងអត់អាចដើរបានល្អភ្លាមទេនៅពេលហ្នឹងហើយគឺបងប្អូនចាប់ផ្ដើមមានអារម្មណ៍ថាវិលមុខហើយបងប្អូនដឹងស្រាប់ហើយពេលដែលសម្ពាធឈាមយើងដើរអត់ទាន់ស្រួលវាត្រូវចំណាយពេល2ទៅ3នាទីក្នុងការជួយសម្រួលមកវិញដូចជាបងប្អូនចាប់ផ្ដើមវិលបងប្អូនអង្គុយចុះឬក៏បន្ធូរអារម្មណ៍ឬក៏យើងអាចធ្វើជាការធ្វើលំហាត់ប្រាណអីតិចតួចដើម្បីធ្វើឲ្យសាច់ដុំរបស់យើងកន្ត្រាក់ជួយឲ្យចរន្តឈាមរបស់យើងអាចដើរមកស្រួលថ្ងៃនេះខ្ញុំសូមណែនាំខ្នើយមួយដែលបងប្អូនគេងទៅនៅពេលដែលបងប្អូនគេងផ្ងាគឺវាអត់មានការសម្ពាធមកលើផ្នែកឆ្អឹងកង្កដែលអត់អាចធ្វើឲ្យសង្កត់មកលើប្រព័ន្ធប្រសាទរបស់យើងទេហើយខ្នើយនេះគឺវាមានទម្រង់កោងបែបនេះគឺសម្រាប់កលាក់ឆ្អឹងករបស់យើងហើយនៅពេលដែលយើងគេងផ្ងាគឺវាជួយដងខ្លួនរបស់យើងស្មើអញ្ចឹងធ្វើឲ្យចរន្តឈាមរបស់យើងអត់ធ្លាក់ទៅសួរទាំងស្រុងទេគឺវាជួយឲ្យចរន្តឈាមរបស់យើងគឺរត់ស្មើទៅពោះទៅជើងហើយលំហូរឈាមពីជើងរត់មកដងខ្លួនរបស់វិញគឺស្មើគឺធ្វើឲ្យចរន្តឈាមរបស់យើងរត់ស្មើហើយនៅពេលដែលបងប្អូនគេងផ្អៀងក៏រត់តែពិសេសមួយទៀតបងប្អូនឃើញកលាក់នេះផតទេចាកលាក់នេះផតគឺសម្រាប់ជួយទប់ស្មារបស់យើងរុញពេលយើងគេងផ្អៀងគឺស្មារបស់យើងរុញមកចន្លោះត្រង់នេះដែលដងខ្លួនឬក៏មុខឬក៏ក្បាលបងប្អូនត្រូវនៅកន្លែងនេះអញ្ចឹងអត់អាចសង្កត់មកស្មាបងប្អូនទេដែលខ្នើយនេះគឺភ្ញៀវរបស់យើងគេងគឺគាត់សុបាយចិត្តគ្រប់គ្នាដោយសារពេលគាត់ងើបឡើងមកគឺអារម្មណ៍គាត់ស្រស់ស្រាយអត់មានភាពតានតឹងនៅលើសាច់ដុំឬក៏ឆ្អឹងកង្ករបស់គាត់ទេគាត់ងើបឡើងមកស្រស់ស្រាយរាងកាយរបស់គាត់អត់មានភាពឈឺចាប់អីទេចាសំខាន់មួយទៀតហ្នឹងស្រឡះខ្លួនល្អតែម្ដងនេះជាសបញ្ជាក់ឲ្យឃើញថានៅពេលដែលគាត់គេងខ្នើយត្រូវគឺចរន្តឈាមរបស់គាត់គឺរត់បានល្អអត់មានការខ្ទប់នៅតំបន់ផ្នែកសាច់ដុំឬក៏កឬក៏សួតអីទៀតទេចាអញ្ចឹងបងប្អូនដឹងហើយបងប្អូនមួយចាស់ដែលគេងខ្នើយនឹងបានផាសុខភាពកុំភ្លេចជួយខមមិនចូលវីដេអូនេះមួយផងហើយកុំភ្លេច share វីដេអូនេះដើម្បីបានបងផ្សេងទៀតគាត់បានគេងលក់ស្រួលទាំងអស់គ្នាងើបឡើងមកអត់វិលមុខអរគុណ